เฉาะทุกสัปดาห์สองไซออกกำลังเด็กลงบรรทุกเราบานสมัติกิจบุกบังคับคนรู้มาแบบนี้เนี่ยเจอไปเจอมาแล้วเยี่ยมเอาไหนจ๊ะได้ไปกันต่อជាជនសង្ស័យទាំង7នាក់ដែលជាក្រុមចោរឆក់វ័យក្មេងដែលបានធ្វើសកម្មភាពឆក់ទៅលើជនបរទេសនិងឆក់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវយ៉ាងសកម្មនៅក្នុងរាជពេញត្រូវបានកម្លាំងការិយាល័យនគរបាលព្រំប្រទានកំពតស្រែរំពេញធ្វើការបង្ក្រាបបានហើយដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរំពេញនៅថ្ងៃទី24ខែមេសាឆ្នាំ2026កម្លាំងការិយាល័យនគរបាលព្រំប្រទានកំពតស្រែរំពេញក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីប៊ុនសច្ឆាស្នងការរងទទួលភ័យនគរបាលព្រំប្រទានដឹកនាំកម្លាំងបញ្ជាដោយផ្ទាល់ដោយលោកវរៈសេនីយ៍ឯកមុំសបតប្រធានការិយាល័យនគរបាលព្រំប្រទានកំពតស្រែបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន7នាក់ជាបន្តបន្ទាប់ដែលជាមុខសញ្ញាឆក់ទូរស័ព្ទដៃកបោកយ៉ាងសកម្មនៅក្នុងរាជកំពេញយើងឃើញចាស់ស្ដែងជនសង្ស័យទាំង7នាក់ខាងលើគឺគាត់ក្មេងៗមែនទែនគាត់ធ្វើសកម្មភាពឆក់បងប្អូនប្រជាពលរដ្ឋហើយគាត់ស្មានតែរត់រួចឥឡូវត្រូវបានជាប់ផ្នែកដៃរបស់សមាជិកហើយយើងក៏សូមកោតសរសើរមែនទែនទៅដល់កងកម្លាំងសមាជិកនៃស្នងការនគរបាលរំពេញដែលលោកខំធ្វើការស្រាវជ្រាវចាប់គាត់ខ្លួនបានជនសង្ស័យទាំង7នាក់យកមកកាន់ស្នងការដ្ឋាននគរបាលរំពេញដើម្បីធ្វើការសាកសួរនាំបច្ចុប្បន្នជនសង្ស័យទាំង7នាក់ដែលជាក្រុមចោរឆក់វ័យក្មេងខាងលើនេះត្រូវបានសមាជិកកំពុងតែឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការនគរបាលរំពេញដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបងរំពេញដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ជ្រុះហើយជ្រុះញាក់ទៅណាក៏ឃើញតែសក់និយាយទៅក៏លោកកលៀតណាក៏ឃើញតែសក់ដែរហើយបើនិយាយពីរឿងទឹកវិញស្ទះទឹកអស់ហើយដោយសារតែរឿងសក់ហ្នឹងប្រើអីក៏មិនដែរត្រូវដែរតែឥឡូវប្រើជាមួយនឹងឈុតសាប៊ូយូវ៉ែលតែមកតែឃើញប្លែកហ្មងសក់ក៏អន់ជ្រុះហើយសំខាន់ណាកូនសក់ដល់មកឡើងជ្រងច្រាំងហ្មងឃើញសក់ខ្លួនឯងឡើងភ្លឺលងឡើងតុនហ្មង